បើអ្នកចង់ចាប់ផ្ដើមក្នុងវិស័យ Forex ទីផ្សារប្តូរប្រាក់អន្តរជាតិអ្នកគួរតែយល់ដឹងពីចំណុចសំខាន់ដូចខាងក្រោម 1. គោលការណ៍មូលដ្ឋានចំណេះដឹងផ្នែកហិរញ្ញវត្ថុយល់ពីអត្រាប្តូរប្រាក់និងកត្តាដែលជះឥទ្ធិពលលើការប្រែប្រួលតម្លៃចេះវិភាគមូលដ្ឋានសេដ្ឋកិច្ចនិងនយោបាយនិងវិភាគបច្ចេកទេសតាមក្រាហ្វយល់ពីគោលនយោបាយរូបិយវត្ថុនិងអត្រាការប្រាក់ 2. ការគ្រប់គ្រងហានិភ័យកំណត់ហានិភ័យដែលអាចទទួលយកបានក្នុងការជួញដូរនីមួយប្រើប្រាស់ Stop Loss ដើម្បីកាត់បន្ថយការខាតបង់មិនគួរវិនិយោគលើសពី 1/2 នៃដើមទុនសរុបក្នុងការជួញដូរតែមួយ 3. ចិត្តសាស្ត្រវិនិយោគគ្រប់គ្រងអារម្មណ៍និងកុំឲ្យអារម្មណ៍គ្រប់គ្រងការសម្រេចចិត្តមានវិន័យនិងអត់ធ្មត់ក្នុងការអនុវត្តយុទ្ធសាស្ត្រយល់ពីភាពតានតឹងផ្នែកចិត្តសាស្ត្រនៅពេលដែលទីផ្សារមានការប្រែប្រួលខ្លាំង 4. ឧបករណ៍និងធនធានវេទិកាជួញដូរដែលអាចទុកចិត្តបានដូចជា MetaTrader, Trader ប្រភពព័ត៌មានគួរឲ្យទុកចិត្តនិងទាន់ពេលឧបករណ៍វិភាគនិងកម្មវិធីតាមដានការជួញដូរ 5. ដើមទុននិងហិរញ្ញវត្ថុចាប់ផ្ដើមជាមួយដើមទុនដែលអ្នកអាចខាតបានដោយមិនប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃយល់ពីរបៀបគណនាប្រាក់ចំណេញការខាតបង់និងហានិភ័យកុំប្រើប្រាស់លុយខ្ចីឬលុយសម្រាប់ការចំណាយសំខាន់ 6. ចាប់ផ្ដើមជាមួយការអនុវត្តប្រើគណនីសាកល្បង Demo Account មុនពេលប្រើប្រាស់លុយពិតចាប់ផ្ដើមជាមួយទឹកប្រាក់តិចនិងបង្កើនបន្តិចម្ដងពេលមានបទពិសោធន៍កត់ត្រាការជួញដូរទាំងអស់និងរៀនពីកំហុស 7. យល់ពីហានិភ័យនិងស្ថានភាពផ្លូវច្បាប់ការចាប់ផ្ដើមជួញដូរ Forex ទាមទារការរៀនសូត្រការអនុវត្តនិងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់វាគឺជាដំណើរវែងឆ្ងាយហើយជោគជ័យមិនមែនកើតឡើងក្នុងពេលមួយរំពេចនោះទេ